បាទវត្តមានថ្ងៃទី28ខែ11ឆ្នាំ2025នេះគឺនៅខាងស្រុកទឹកឈូបាទនេះខេត្តកំពតបាទអរគុណខ្លាំងមែនទែនសម្រាប់ការកំងនេះជាគ្រឿងទី2ហើយគ្រឿងទី1គឺនៅទីនោះបាទអរគុណសម្រាប់ការរីកមិនបន្តបាទសម្រាប់បងប្រុសនៅខាងស្រុកទឹកឈូខេត្តកំពតហើយជាស្ដែងប្រភេទ WDO Full 80 Cambodia គឺការតម្លើងគឺស្អាតអត់មានឲ្យប៉ះពាល់ដល់គេហៅថាប្រព័ន្ធភ្លើងឡាន warranty ទេបាទហើយឥឡូវនេះកាមេរ៉ាមកក្របក្រោយគឺយើងប្រកបបែបនេះគឺស្អាតបែបនេះផងតាបងតែបារម្ភទៅខ្លាច់ធ្លាក់ខ្សែរយៈតាមពិតអត់មានការធ្លាក់ខ្សែទេបងអាចឃើញបានហើយឥឡូវបងជាងគាត់កំពុងតែបញ្ចប់ការងារបង្ហាញជូនបងទាក់ទងនឹងវាប្រើប្រាស់ហើយហ្នឹងហើយបងអាចឃើញបានទៅនោះកាមេរ៉ាវិញហ្នឹងខាងយើងបញ្ជាក់ជូនម្ដងទៀតទាក់ទងនឹងកាមេរ៉ានេះដែរតម្លើងគ្រប់ប្រភេទឡានមិនថាសាំងមួយសុទ្ធអគ្គិសនីបែបណាគឺ warranty មិន warranty បែបណាគឺតម្លើងជូនបានមួយសេតបាទវាស្អាតបងថាតម្លើងគ្រប់ប្រភេទឡានទាំងអស់ដោយសារតែបងក៏តែងតែបារម្ភរឿងថាខ្លាចកាត់តប៉ះពាល់ដល់ប្រព័ន្ធភ្លើងឡានអីចឹងបាទហើយជាក់ស្ដែងនៅស្រុកទឹកឈូបាទនេះខេត្តកំពតបងមានតម្រូវការអាចទំនាក់ទំនងបានបាទហើយសប្តាហ៍ថ្ងៃនេះយើងកំពុងតែរើសដំណើរចែកចាយផងដែរមិនថានៅតាមបណ្ដាខេត្តឆ្ងាយឬក៏ចង់ខ្លាចជាដៃគូសហការដំណើរចែកចាយបោះដុំបោះរាយអាចទំនាក់ទំនងបានអរគុណពី WDO Full 80 Cambodiaបាទ